ដូចខ្ញុំបានជម្រាបអញ្ចឹងថាចិនគឺជាអ្នកដែលប្រយោជន៍សួនតួនិយមទេគឺបានន័យថាគេគិតតែពីប្រយោជន៍របស់ប្រទេសគេហើយនិងសេដ្ឋកិច្ចរបស់គេនិងនយោបាយរបស់គេទេអញ្ចឹងនៅពេលដែលមានបញ្ហាអីគឺគេដោះដៃគេប្រលេះយើងចោលយើងដឹងហើយនៅពេលដែលយើងអែបចិនខ្លាំងមែនតើគឺនៅពេលដែលមានបញ្ហាចិនគឺគេទៅធ្វើសម្ពយុទ្ធយោធាជាមួយថៃនេះគឺជាអំពើអគុណធម៌មួយយ៉ាងច្បាស់ក្រឡែតដែលធ្វើឲ្យហួសចិត្តដែលថាតើចិនលេបរួចទៅទេនៅពេលដែលខ្មែរខំអោបជើងអោបដៃអង្វរលន់តួសុំឲ្យជួយខ្មែរគ្រប់ពេលទោះបីជាយើងបំផ្លាញសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យតែទៅអោបជើងចិនដើម្បីបានជំនួយបន្តដើម្បីបានមករស់ក្នុងពេលដើម្បីអាចបន្តរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យតទៅទៀតមិនស្ដាប់អន្តរជាតិសហគមន៍អឺរ៉ុបដែលគេថ្កោលទោសអីទេព្រោះបានចិនឥឡូវដល់ទៅពេលមានសង្គ្រាមជាមួយថៃឆ្លោះគ្នាជាមួយថៃចិនគេមានទំហំសេដ្ឋកិច្ចជាមួយថៃច្រើនអាណែកហើយចិនគេដឹងច្បាស់ណាស់ជាមួយកម្ពុជាគឺជាមិត្តបំណុលទេមិនមែនជាមិត្តអភិវឌ្ឍអីប្រមាណទេព្រោះអីមិត្តបំណុលហ្នឹងគឺខ្ញុំសំដៅទៅលើថាយកខ្ចីលុយចិនហ្នឹងយកមកអភិវឌ្ឍនេះអភិវឌ្ឍនោះយកលុយចិនមកកណោចពាក់គេ4-5,000 លានដុល្លារសងតការប្រាក់គេសងមិនគ្រប់ប៉ុណ្ណឹងហេដ្ឋារចនាសម្ព័ន្ធសពបែបយ៉ាងហ្នឹងគឺជាបំណុលទេមិនមែនជានេះគ្រាន់តែថាចិនអត់ខ្វល់នឹងការឲ្យយើងខ្ចីទេដោយសារតែស្រមៃថាថ្ងៃណាមួយបើប្រទេសកម្ពុជាមិនមានលទ្ធភាពសងចិនហើយជាគេហៅថាជំនួយឬក៏ថាប្រាក់កម្ចីតាមរដ្ឋាភិបាលគឺគេយ៉ាងហោចណាស់រឹបអូសយកដីយើងកំពុងផែយើងឬក៏កន្លែងណាដែលចិនចង់បានដូចនៅប្រទេសដទៃទៀតទៅព្រោះអីនេះគឺជាកាតព្វកិច្ចអន្តរជាតិតែក្នុងនាមរដ្ឋាភិបាលតែចេះតែយកលុយគេកជើធ្លុះយកមកនៅពេលដែលយើងអត់មានអីសងគេគឺរដ្ឋាភិបាលហ្នឹងបើអស់ទៅគឺខ្មែរគ្រប់ចំនួនហ្នឹងត្រូវសងគេបើអត់មានប្រកែកអីបានសោះព្រោះអាហ្នឹងគឺអញ្ចឹងបានថាអ្នកដែលតំណាងឲ្យរដ្ឋាភិបាលមិនមែនបានន័យថាជិះសេះលែងដៃស្រែកចិត្តទេព្រោះយើងទាំងអស់គ្នាតំណាងឲ្យរាស្ត្រ17លាននាក់យករាស្ត្រ17លាននាក់ធ្វើជាចំណាប់ខ្មាំងដើម្បីដោះដូរនៅក្នុងកិច្ចសហប្រតិបត្តិការអីឬខ្ចីលុយគេអីអញ្ចឹងឧទាហរណ៍ពេលដែលខ្ចីលុយគេហ្នឹងយករាស្ត្រ17លាននាក់យកទៅប្រាប់ថាខ្ញុំតំណាងឲ្យ17លាននាក់ដល់តែពេលលុយនឹងយកមកមិនដឹងចូលទៅប្រភពណាខ្លះអីអញ្ចឹងឧទាហរណ៍អាលុយយកមកពីចិនលឹមលំអីយ៉ាងម៉េចក៏យើងតាមមិនដឹងព្រោះអីប្រព័ន្ធដឹកនាំរដ្ឋដែលគ្មានតម្លាភាពគ្មានប្រជាធិបតេយ្យគ្មានសិទ្ធិមនុស្សគ្មានគណៈបកប្រឆាំងក្នុងសភារដ្ឋាភិបាលធ្វើអីស្រេចចិត្តហ្នឹងហើយដល់ពេលអញ្ចឹងយើងមិនមែនទៅតំណាងឲ្យប្រជារាស្ត្រ17លាននាក់ណាតំណាងឲ្យតែមួយក្រុមខ្លួនហ្នឹងហើយទៅប្រជារដ្ឋ17លានណាជាពាក់លុយគេទាំងអស់គ្នាដល់ពេលមានបញ្ហាអីរដ្ឋាភិបាលចោះទៅបាត់ឧទាហរណ៍កូនក្មេងក្រោយកើតមកជាប់ពាក់ចិនគ្រប់គ្នាត្រូវតែសងលុយគេអត់បានចាយ1រៀលសោះបងប្អូនថាអត់បានចាយ1រៀលអីគេធ្វើស្ពានគេធ្វើផ្លូវធ្វើអីហ្នឹងក្រែងជិះលើផ្លូវហ្នឹងគេអត់យកលុយយកអីកាក់ណាហ្នឹងគឺជាជំនួយអភិវឌ្ឍហើយគេជួយមកកណកដឹកហ្នឹងក្រែងអាស្រ័យផលនឹងបដាបើតាមពិតអាស្រ័យផលនឹងវាមិនបានផលអីដល់ប្រជាពលរដ្ឋច្រើនដូចថាបើ10ទៅបានប្រជាពលរដ្ឋ1 2ចឹងហាលុយនឹងវាយកមកហ្នឹងគឺធ្វើឲ្យប៉ះពាល់សិទ្ធិមនុស្សប្រជាធិបតេយ្យព្រោះចិនអត់ខ្វល់រឿងហ្នឹងឥឡូវចឹងនៅពេលដែលឆ្លោះគ្នាជាមួយថៃសង្ឃឹមតែចិនជួយឥឡូវចិនដកដៃចោលទៀតធ្វើសម្ពយុទ្ធយោធាជាមួយថៃផ្កើនដាក់ចិនដាក់ខ្មែរដែលប្រជាពលរដ្ឋយោធាខ្មែរស្លាប់កជើងគ្នាដោយសារតែការពីអធិបតេយ្យជាមួយនឹងថៃឈ្លានពានឥឡូវមិត្តមហាដៃថែប10000ឆ្នាំរបស់ខ្មែរទៅធ្វើសម្ពយុទ្ធយោធាបង្ហោះយន្តហោះបដិញដែលទម្លាក់គ្រាប់លើក្បាលលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ហ្នឹងឲ្យយើងឈឺចាប់ទៀតឥឡូវមកដល់ចំណុចដែលម្សិលមិញម្សិលមួយថ្ងៃនេះអ្នករាយការណ៍យកស៊ើបការសម្ងាត់ថៃគេថារកឃើញថាទាហានថាចិនហ្នឹងបានផ្ដល់សពាវុធឲ្យកម្ពុជាដើម្បីប្រយុទ្ធគ្នាជាមួយថៃប៉ះពាល់ដល់ជនស៊ីវិលអីមានអា BM21 អីចឹងល្បិចរបស់ថៃនេះគឺចង់ដាក់សម្ពាធទៅលើចិនថាណែឯងធ្វើអត់តាន់គ្រប់គ្រាន់ទេព្រោះណាកម្ពុជាអាងចិនហើយបើមានរឿងអីអាចអាវុធយុទ្ធភ័ណ្ឌរបស់ចិនដែលផ្ដល់ឲ្យកម្ពុជានឹងអាចយកទៅបាញ់គ្នាជាមួយថៃហើយទំហំសេដ្ឋកិច្ចថៃជាមួយចិនធំសម្បើមជាងកម្ពុជាទៀតបើចិនមិនដាក់សម្ពាធកម្ពុជាឬក៏រឿងអីលៀងខ្លួនតាក់តងនឹងរឿងសពាវុធហ្នឹងទេថៃអត់ព្រមឃើញថៃយកល្បិចមួយគឺធ្វើបាបផ្លូវចិត្តកម្ពុជាផងធ្វើបាបផ្លូវចិត្តចិនផងដោយសារតែគេកាន់ដងដាវនៅពេលហ្នឹងពួកយកអាសេដ្ឋកិច្ចថៃដែលចិនចំណេញពីថៃយ៉ាងកប់ក្តោងនោះយកមកជាលេសដើម្បីដាក់សម្ពាធឲ្យចិនធ្វើយ៉ាងណា
ប្រើសារថាចិនអត់ពាក់ព័ន្ធអីជាមួយកម្ពុជាទេអញ្ចឹងរឿងសពាវុធនេះគឺនៅពេលដែលចិនគេថាគេរកឃើញថាថៃរកឃើញថាចិនផ្ដល់ឲ្យកម្ពុជាមុនមានការផ្ទុះអាវុធថ្ងៃ24ខែកក្កដាហ្នឹងបានន័យថាដឹកអាវុធមុននឹងប្រមាណ2-3សប្តាហ៍ហ្នឹងដឹកយ៉ាងសន្ធាប់ចូលមកប្រទេសកម្ពុជាអឺដោយតាមពិតទៅយើងឃើញការដឹកអាវុធដឹកអីហ្នឹងជួនកាលហ្នឹងយើងទាំងអស់គ្នានឹងអឯកណាខាងយើងមិនខ្វះអាវុធខ្វះអីអញ្ចឹងទៅតែខាងក្រមស៊ើបការសម្ងាត់របស់ថៃហ្នឹងត្រូវបានសារព័ត៌មាន The New York Times យកទៅចុះផ្សាយហ្នឹងគេចង់បញ្ជាក់ថាអឺកម្ពុជាពិតជាទទួលបានអាវុធពីចិនមែនហើយចិនអត់ប្រកែករឿងការផ្ដល់អាវុធទៅកម្ពុជាទេហើយខ្ញុំថាបើចិនប្រកែកក៏មិនដឹងប្រកែកផ្លូវណាដែរប៉ុន្តែអ្វីដែលចិនប្រកែកគឺចិនបាននិយាយថាអត់បានផ្ដល់អាវុធយុទ្ធភ័ណ្ឌឲ្យកម្ពុជាដើម្បីយកទៅវាយគ្នាជាមួយនឹងថៃទេអញ្ចឹងបានន័យថាចិនប្រាប់ថាអ្វីដែលជាអាវុធយុទ្ធភ័ណ្ឌបញ្ជូនឲ្យកម្ពុជាគឺមុនដែលមានការផ្ទុះអាវុធទេតែមិនមែនក្រោយទេអញ្ចឹងបានន័យថាក្រោយមកហ្នឹងចិនអត់បានផ្ដល់អីទៀតទេកុំឲ្យថៃចោទថាយកអាវុធរបស់ចិនហ្នឹងដែលមិត្តរួមរស់ស្លាប់រស់ជាមួយថៃផ្នែកសេដ្ឋកិច្ចដែរហ្នឹងបានផលទៅវិញទៅមកហ្នឹងយកអាវុធចិនហ្នឹងយកទៅសម្លាប់យោធាថៃអីអញ្ចឹងធ្វើឲ្យជនជាតិថៃមិនអាចទទួលយកបានអញ្ចឹងចិនចង់មិនចង់ត្រូវតែដោះដៃពីកម្ពុជាក្នុងរឿងមួយថាអត់បានផ្ដល់អាវុធដើម្បីយកមកវាយគ្នាជាមួយនឹងថៃអញ្ចឹងក្នុងន័យនេះគឺថៃចង់បានអញ្ចឹងថៃចង់បានឲ្យចិននិយាយមកថាខ្លួនអត់គ្រប់គ្រងកម្ពុជារឿងសពាវុធហ្នឹងអីហ្មងទេអញ្ចឹងបើសិនជាមានសង្គ្រាមអីជាមួយថៃទៀតបានន័យថាចិនក៏នៅតែមិនអាចផ្ដល់សពាវុធអីឲ្យខ្មែរបានទៀតដែរទោះក្នុងតម្លៃណាក៏ដោយព្រោះអីចិនប្រកែកថាយកអាវុធនឹងយកទៅប្រយុទ្ធជាមួយថៃគេរករឿងអញ្ចឹងបានន័យថាបើមានសង្គ្រាមគឺយើងអត់មានអាវុធពីចិនមកដើម្បីនឹងទៅវាយជាមួយថៃបានទេថៃចង់បំបាក់ស្មារតីទ័ពខ្មែរចង់បំបាក់ស្មារតីផ្លូវទូតផ្លូវអីដើម្បីឲ្យចិនចេញមកប្រកាសថាអត់មានជួយអាវុធទេពីមុនមានប្រហែលប្រើប៉ុណ្ណឹងបើអស់គ្រាប់គឺអស់ហើយព្រោះអីបើមានការប្រយុទ្ធគ្នាទៀតគឺលែងមានអាវុធចិនហើយព្រោះចិនប្រកែកអីថាឲ្យតែពីមុនសង្គ្រាមតែមានការឆ្លោះគ្នាចិនគេប្រើពាក្យអញ្ចេះថាចិនមិនមានចំណែកសួនតួណាមួយនៅក្នុងចំនួនរវាងកម្ពុជាថៃទេឃើញចិននិយាយចិនអត់គ្រប់គ្រងថៃកាប់មកចិនក៏មិនគ្រប់គ្រងកម្ពុជាកាប់មកអញ្ចឹងបានន័យថាមិត្តដាច់ថែបរបស់កម្ពុជានៅពេលនេះបញ្ជាក់ប្រាប់ថាចិនមិនមែនជាមិត្តកម្ពុជាទេនៅក្នុងចំនួនកម្ពុជាថៃហើយចិនក៏មិនមែនជាមិត្តថៃដែរនៅក្នុងចំនួនកម្ពុជាថៃចិនចង់ប្រាប់ថាខ្លួននៅឯករាជ្យប៉ុន្តែឯករាជ្យយ៉ាងដូចម្ដេចម៉ឺនឆ្នាំរបស់កម្ពុជាអារឿងថៃខ្ញុំមិនសូវខ្វល់ប៉ុន្មានទេព្រោះគេឯករាជ្យយូរហើយគេមិនត្រូវការដង្ហើមចិនដកទេតែខ្មែរយើងត្រូវការដង្ហើមចិនដកនេះហើយដល់ពេលគេប្រលេះដៃអញ្ចឹងគេប្រាប់ថាគេមិនមែននៅខាងកម្ពុជាអីអញ្ចឹងអានេះគឺជារឿងមួយដែលថៃធ្វើទុកបុកម្នេញផ្នែកផ្លូវចិត្តកម្ពុជាយ៉ាងសម្បើមហើយឥឡូវចិនចង់ក៏ត្រូវតែប្រកាសប្រាប់ថាអត់មានបានជួយកម្ពុជាក្នុងរឿងប្រយុទ្ធគ្នានឹងទេប៉ុន្តែអាវុធពីមុនមកអត់ប្រកែកទេចាប់ពីពេលនេះតទៅនៅពេលដែលមានចំនួនព្រំដែនបែបនេះការទិញអាវុធពីចិនឬក៏បានទទួលអាវុធពីចិនកម្ពុជាអាចលំបាកហើយចិនក៏ថ្លឹងថ្លែងដែរកម្ពុជាពុំមានលុយទៅទិញអាវុធដូចពីចិនអីសម្បើមដូចថៃថៃទិញអាវុធពីចិនមកកណោទៅថៃខូចពេលដែលខ្លួនឯងទិញអាវុធពីចិនបានអត់អីពេលដែលខ្លួនឯងយកអាវុធពីអាមេរិក F16 យកទម្លាក់លើក្បាលខ្មែរអត់អីពេលដែលខ្លួនយកអាវុធយុទ្ធភ័ណ្ឌពីស៊ុយអែតអា Gripen Fighter Jet យកមកទម្លាក់លើដីខ្មែរអត់ខុសតើតែខ្មែរប្រើទិញអាវុធពីចិនខ្មែរតាមពិតបើរឿងនិយាយទិញអាវុធខ្មែរមានសិទ្ធិទិញអាវុធពីប្រទេសណាក៏បានដែរគ្រាន់តែថារឿងដែលសំខាន់គឺខ្មែរមិនមានលុយទិញតែប៉ុណ្្នឹងទេតែមានលុយតាពីអាមេរិកក៏លក់ឲ្យដែរប៉ុន្តែខ្ញុំនិយាយលក់អាវុធបន្តិចមែនតើទៅគឺវាមានលក្ខខណ្ឌដែរការលក់អាវុធពីប្រទេសប្រជាធិបតេយ្យបើចិនគឺមិនខ្វល់ទេឲ្យតែចពាក់ទៅចេះយកទៅរុំសួតនឹងចពាក់គេសងការប្រាក់គេសងមិនរួចខ្ញុំនិយាយចឹងបំណុលកណ្ដាការឡើងព្រោះចិនចេះយកមកយកប្រើទៅព្រោះអាសពាវុធហ្នឹងឲ្យអស់ពីឃ្លាំងទៅផលិតថ្មីអីផងទៅអាមេរិកនិងអឺរ៉ុបគេមានកាតព្វកិច្ចមួយថាអាវុធយុទ្ធភ័ណ្ឌមិនអាចលក់ទៅប្រទេសកុម្មុយនីសបានទេប្រទេសដែលខ្វះសិទ្ធិមនុស្សនិងប្រជាធិបតេយ្យគឺគេមានច្បាប់មួយគឺមិនអាចលក់បានបើលក់គឺតតែឆ្លងកាត់ការប្រជុំសភាអីវែងឆ្ងាយណា
ដូច្នេះគេមានក្រមសីលធម៌កន្លែងហ្នឹងមួយដែរព្រោះគេខ្លាចអាវុធយុទ្ធភ័ណ្ឌហ្នឹងធ្លាក់ទៅដៃពួកប្រជាការពួកឧទាមពួកអីទៅវាធ្វើឲ្យមានអសណ្ដាប់ធ្នាប់មានបញ្ហាអសន្តិសុខពិភពលោកអីចឹងទៅអញ្ចឹងនៅក្នុងន័យនេះកម្ពុជាក្នុងបញ្ជីខ្មៅផ្នែករំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យពិបាកនឹងទិញអាវុធពីប្រទេសសេរីណាស់គឺជាពិសេសប្រទេសអាមេរិកនិងសហភាពអឺរ៉ុបឬក៏ស៊ុយអែតអីនោះក៏ប៉ុន្តែអាវុធគឺគេលក់ដើម្បីបានលុយអញ្ចឹងបើយើងគ្រាន់តែការទូតយើងកែសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឲ្យស្អាតបន្តិចទៅយើងអាចនៅតែទិញបានពីអឺរ៉ុបពីអាមេរិកដែរឲ្យតែមានលុយតែសំខាន់យើងអត់មានលុយបាទអញ្ចឹងយើងតែនិយាយអីអឺអូខេឥឡូវខ្ញុំបន្តទៅព័ត៌មានបន្ថែមទៀតដោយសារពេលវេលាកាន់តែខូចណាស់ទៅហើយព័ត៌មានទី3គឺខ្ញុំនិយាយអំពីនាយករដ្ឋមន្ត្រីថៃចុះទៅប្រាសាទតាមាន់ធំថ្ងៃហ្នឹងបងប្អូនថ្ងៃទី3ខែតុលាឆ្នាំ2025លោកអនុទិនច័ន្ទវរៈគុលដឹកនាំគណៈប្រតិភូរដ្ឋាភិបាលនិងកងទ័ពមានមេបញ្ជាការកងទ័ពនៅក្នុងភូមិភាគ2នឹងផងបានចុះទៅកាន់ប្រាសាទតាមាន់ធំថតរូបពីក្នុងប្រាង្គប្រាសាទតាមាន់ធំបញ្ជាក់អំពីថាថៃគ្រប់គ្រងប្រាសាទតាមាន់ធំនៅពេលដែលកម្ពុជាច្បាស់ខ្លួនឯង 100% ថាយើងគ្រប់គ្រងប្រាសាទតាមាន់ធំតាមពិតយើងច្បាស់តែនយោបាយប្រជាពិធទេលោកអ្នកវងដែលប្រាប់ទៅខាងក្រមសង្កេតការអន្តរជាតិនោះក៏បានប្រាប់ដែរថាប្រាសាទតាមាន់ធំកាលមុនវាយគ្នាខ្មែរគ្រប់គ្រងតែដល់ពេលក្រោយវាយគ្នាហើយមានបាត់ជប់បាញ់ថៃមកដាក់ត្រង់សេដាក់អីជ្រៀតចូលមកដាក់បលាលួសដាក់អីឥឡូវថៃគេថាគេគ្រប់គ្រងបានគឺគ្រប់គ្រងក្រោយបាត់ជប់បាញ់ទៅវិញវាគួរឲ្យអកុសលនឹងឈឺចាប់មែនតើប៉ុន្តែអាការទទួលស្គាល់ភាពឈឺចាប់នេះគឺយើងធ្លាប់គ្រប់គ្រងប្រាសាទតាមាន់ធំ5នាក់ឥឡូវនេះថៃគេថាគេគ្រប់គ្រងគេរហូតតថាចូលលើកក្រោយតមានវីសាមានប៉ាសពតអីទៀតផងវាហើយឥឡូវនេះដល់ពេលដែលលោកអនុទិនច័ន្ទវរៈគុលទៅដល់ប្រាសាទតាមាន់ធំឲ្យបង្ហាញរូបថតបែបនេះគឺកាន់តែច្បាស់ថាអ្វីដែលកម្ពុជាអះអាងថាប្រាសាទតាមាន់ធំយើងគ្រប់គ្រងបាន 100% ហ្នឹងគឺជានយោបាយប្រជាពិធទេដើម្បីលួងចិត្តប្រជាពលរដ្ឋខ្ញុំជឿថារដ្ឋាភិបាលច្បាស់ជាពិបាកផ្លូវចិត្តច្រើនណាស់ព្រោះចង់លៀងចង់ស្អំប្រជាពលរដ្ឋឲ្យជឿថាយើងមិនបាត់ដី1មីលីម៉ែត្រណាទេប៉ុន្តែអាបលាលួសនឹងវាចូលលើសពីមីលីម៉ែត្រអាផ្លូវឈូសឆាយគេឈូសផ្លូវដល់ភូមិព្រៃច័ន្ទហើយនឹងនងណាជោគជ័យដល់អាកន្លែងបលាលួសអាគេដាក់កង់ឡានហ្នឹងគេចាក់ដីលុបផ្លូវហ្នឹងឈូសមុខផ្ទះប្រជាពលរដ្ឋប្រមាណខ្នងហ្នឹងមានទីប្រឹក្សារដ្ឋាភិបាលនឹងថាអូអាហ្នឹងកុំទៅជឿទៅគេជីក3 4គីឡូឆ្ងាយពីព្រំដែនចុះអស់លូតហើយអីក៏មានសតិអារម្មណ៍មួយចង់ទៅការពារនិយាយការពារខ្វះការពិតហ្នឹងបានអីគេមកវិញកំពុងតែឆ្ងល់ឲ្យប្រជាពលរដ្ឋគេចោទថាយើងជាជនក្បត់ជាតិហ្នឹងយើងចង់បានអញ្ចឹងអីអស់លោកស្រឡាញ់ជាតិណាស់យើងចង់ប្រាប់គេថាគេមិនយកដីយើងបានសំបីតែ1មីលីម៉ែត្រណាទេគេមិនបានឈូសឆាយដីគេមិនអីទេកុំភ័យអត់បាត់ទេជឿជាក់លើរដ្ឋាភិបាលប៉ុន្តែដល់ពេលប្រជាពលរដ្ឋឃើញផ្ទាល់ភ្នែកឡានគេយកដីមកចាក់ទាំងឡានបែនទាំងឡានអាកាម៉ាស់ហ្នឹងយកមកនៅជាប់អាកន្លែងស្អីគេអាវាំងននខ្មៅនៅភូមិជោគជ័យហ្នឹងអស់លោកអត់មានបើកភ្នែកមើលផងហ្នឹងហើយទៅចេះតាទៅហើយភាសាអញ្ចឹងបានថាភូតច្រើនចាញ់អាត្មាបើអស់លោកខំប្រឹងធ្វើអញ្ចឹងបើខ្ញុំប្រាប់ថាឈប់បានឈប់ទៅអានិយាយភាសាប្រជាពិធអីហ្នឹងប្រជាពលរដ្ឋគេតលន់ហើយធ្វើវិញធ្វើទៅហើយឈប់អាថ្កោលទោសឈប់អាតវ៉ាឈប់អាជូនដំណឹងឈប់អាស្នើអំពាវនាវអីហ្នឹងទៀតទៅដាក់ប្តឹងទៅហើយបើដាក់ប្តឹងទៅវាអស់មានរឿងអីហើយមិនបាច់និយាយអីទេប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទៅវាចប់ហើយឲ្យបងប្អូនប្រជាពលរដ្ឋស្ងប់ចិត្តផងថាអូខេឥឡូវរដ្ឋាភិបាលអត់ធ្មត់អត់ធន់អីក៏អត់ចោះថៃគេចូលមកយកដល់ណាដល់ណីហើយឲ្យបានជាពាក្យបណ្ដឹងផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិមកសន្លឹកទៅគ្រាន់ស្អំបេះដូងឥឡូវហ្នឹងអស់លោកមកនិយាយហ្នឹងអត់បានស្អំទេធ្វើឲ្យប្រជាពលរដ្ឋមួម៉ៅក្តៅកាហាយថាពេលដែលរឿងដល់ប៉ុណ្ណឹងហើយយើងនៅកាយកប់ត្រឡប់ជន់ប្រឡប់ចឹងទៀតអាប្រាសាទតាមាន់ធំគេឥឡូវរដ្ឋមន្ត្រីថៃចុះទៅដល់ហើយយើងថាយើងនៅគ្រប់គ្រងទៀតនេះរំលឹកដល់អាកាលសម័យខ្មែរក្រហមបងប្អូននៅពេលដែលគាត់ចូលវាយដល់ភូមិណាមួយអាវិទ្យុខ្មែរក្រហមហ្នឹងសុទ្ធតែអាខ្មាំងយួនយើងក៏សម្លាប់គ្រាន់តែគោងាប់អស់500ក្បាលយើងសម្លាប់អាខ្មាំងយួនបានប៉ុណ្ណេះអ្នកហើយតាមពិតគោនៅភូមិហ្នឹងមាន20ក្បាលទេនិយាយពីរងាប់500ក្បាលរឹបអូសអាខ្មាំងយួនងាប់ពេញព្រៃខ្មាំងយួនណាគេចូលទៅទៅហ៊ានឆ្លប់មាន2អ្នក3អ្នកគេវាយប្រើគេរត់ចោលអស់បាត់ទៅអត់ទាំងចាប់អីបានហ្នឹងនិយាយពីចាប់បានរហូតដល់យើងស្ដាប់ទៅអានយោបាយហ្នឹងគឺ
គឺខ្មែរក្រហមទាហានហ្នឹងស្ដាប់មកគឺរុលទៅមុខឈ្នះរហូតដល់ពេលចូលទៅអស់បានដឹងថាមានគ្នាតែ3 4នាក់អញគេរត់ចោលជួរអស់ហើយពួកនៅសល់ព្រោះថាវាយឈ្នះគេរហូតនេះគឺជាគ្រោះថ្នាក់មួយដែរបងប្អូនយើងទទួលស្គាល់ការពិតមិនមែនបានន័យថាយើងអន់ទេទទួលស្គាល់ការពិតគឺធ្វើឲ្យប្រជាពលរដ្ឋត្រៀមខ្លួនដើម្បីជួយជាពិសេសប្រជាពលរដ្ឋនៅក្រៅប្រទេសឬនៅគ្រប់ទិសទីបើដឹងថាប្រាសាទតាមាន់ធំបានទៅគេដល់អញ្ចឹងហើយរដ្ឋាភិបាលព្រមទទួលស្គាល់អាចនឹងគេជេរស្ដីរដ្ឋាភិបាលក៏ពិតមែនហើយយើងគ្រប់គ្រងប្រាសាទនឹងមិនបានប៉ុន្តែឲ្យប្រជាពលរដ្ឋមានភ័ស្តុតាងដើម្បីតស៊ូតវ៉ានៅលើឆាកអន្តរជាតិដើម្បីដាក់ពាក្យប្តឹងទៅតុលាការអីខ្លះទៅឲ្យទាន់ពេលវេលាកុំឲ្យយឺតពេលអីចឹងតែអត់បិទរហូតព័ត៌មានហ្នឹងហើយខ្ញុំជឿថាការដែលបិទនេះគឺកាន់តែគ្រោះថ្នាក់ហើយនៃការដែលមន្ត្រីទីប្រឹក្សារដ្ឋាភិបាលឯងមកនិយាយថាអាគេឈូសនឹង3 4គីឡូអីឆ្ងាយពីហ្នឹងអស់លោកកំពុងតែធ្វើឲ្យប្រវត្តិសាស្ត្រជេរស្ដីអស់លោកនៅក្នុងការបិទបាំងព័ត៌មានពិតលើកជើងរដ្ឋាភិបាលស្អំចិត្តប្រជាពលរដ្ឋតែក្នុងពេលជាមួយគ្នានឹងគ្រាប់គ្រោះវាធ្លាក់ចូលក្នុងបេះដូងទៅហើយរូងដល់ថ្លើមប្រមាត់ទៅហើយអស់លោកថាអត់អីទេកុំជឿអាហ្នឹងវាមិនដល់ហ្នឹងទេវានៅឆ្ងាយណាស់ឆ្ងាយយ៉ាងម៉េចភូមិជោគជ័យហ្នឹងនៅជាប់លបងហ្នឹងប្រជាពលរដ្ឋនៅអង្គុយមើលមឹសម៉ក់រាល់ថ្ងៃឃើញគេធ្វើអញ្ចឹងវារងគ្រោះអញ្ចឹងបើអស់លោកឈប់និយាយដោះសារអញ្ចឹងទៀតហើយនាំគ្នានិយាយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋជួយគ្នាដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិវិញខ្ញុំជឿថាចំណេញជាងហើយគេនឹងសារតអស់លោកផងគេសរសើរថាអូពួកគាត់ភ្ញាក់រលឹកហើយដឹងខ្លួនហើយគឺគាត់ចាប់ផ្ដើមធ្វើរឿងត្រូវហើយអញ្ចឹងកុំជេរបតិចផ្ដាសាគាត់ព្រោះគោលដៅដូចគ្នាស្រឡាញ់ជាតិដូចគ្នាអញ្ចឹងតែឥឡូវអត់ទេអស់លោកនៅតែប្រើនយោបាយប្រជាពិធគ្រប់រឿងអាមិនទាន់បានដាក់ពាក្យប្តឹងក៏ច្បាស់នឹងដាក់ពាក្យប្តឹងអីអញ្ចឹងទៅប្រជាពលរដ្ឋពលព័ត៌មានមិនដឹងជឿនៅណាទុកចិត្តនៅណាទេលែងស្គាល់ទិសតំបន់អានឹងហើយដែលធ្វើឲ្យអស់លោកស្រួលគ្រប់គ្រងនៅពេលដែលព័ត៌មានវល់រទិសតំបន់គ្មានអាហ្នឹងហើយនៅពេលដែលកំពុងតែព័ត៌មានវល់នៅព្រំដែនហ្នឹងអូក្រុមព័ត៌មានឃោសនិកគេឡើងមកជេរបតិចផ្ដាសាជាបុគ្គលឥឡូវហ្នឹងយកមួងណារ៉េតធ្វើជាត្រីមុខនៅក្នុងការវាយប្រហារសូមជម្រាបជូនអស់លោកមួងណារ៉េតអត់មានពេលកំដរអស់លោកទៀតទេខាត់ពេលវេលាណាស់អស់លោកកំពុងតែពង្រៀងស្ថានភាពឲ្យឆ្ងាយពីរឿងព្រំដែនដែលគេកំពុងតែរំលោភយកឲ្យមកវាយប្រហារមួងណារ៉េតជាជនសាមញ្ញបង្អែមលៀងមាត់មកផ្ទះទេបានហើយអស់លោកធ្វើឲ្យត្រូវទៅវាអត់មានបញ្ហាទេកុំចាំបាច់យកអ្វីមកលុបលាងបំបែកបំផ្លាញព្រឹត្តិការណ៍បង្វែងដានប្រជាពលរដ្ឋឲ្យមកចាប់អារម្មណ៍លើបុគ្គលមួងណារ៉េតនេះបានហើយមានតារាល្បីអីគេនឹងយកឈ្មោះខ្ញុំយកទៅជេរបតិចផ្ដាសាវាយប្រហារខ្ញុំគ្មានពេលនឹងជូនដំណើរអស់លោកកំដរអស់លោកកើតទៀតទេកិច្ចការជាតិធំណាស់បងប្អូនបេះដូងខ្ញុំសម្រាប់ជាតិមិនមែនសម្រាប់បុគ្គលប៉ោឡែសវឹងអួរតនួប្រមាថការទៀនជេរមរាយកាយឪពុកគេអស់លោកគ្មានតម្លៃសូម្បីតែបន្តិចដើម្បីប្រៀបធៀបនៅក្នុងគុណតម្លៃដែលខ្ញុំស្រឡាញ់ជាតិខ្មែរនេះហើយនឹងនិយាយឲ្យខាតពេលទេបានហើយខ្ញុំគ្មានពេលកំដរអស់លោកនៅក្នុងភាសាថោកទាបបាតផ្សាអីហ្នឹងអស់លោកជាក្រុមឲ្យទៅក្នុងភក់ជ្រាំចឹងចោះខ្ញុំគ្មានពេលកំដរទេព្រោះយើងនៅពិភពពីរខុសគ្នាឆ្ងាយពេកខុសគ្នាហៅលែងលើខ្ញុំស្រឡាញ់ខ្មែរបេះដូងខ្មែរខ្ញុំពិតជាចង់ឲ្យខ្មែរមានសេចក្តីថ្លៃថ្នូរកិត្តិយសសុជីវធម៌សិលធម៌ណាស់ប៉ុន្តែអស់លោកនេះគឺមុជចូលក្នុងភក់ជ្រាំនរុអវជ័យមិនអាចកាយឡើងទេដូច្នេះសូមឲ្យអស់លោកទៅតាមខ្ញុំអហោសិកម្មហើយគ្មានទៀតទេអស់លោកនិយាយខ្ញុំស្លាប់ខ្លួនទៀតក៏បានដែរមួងណារ៉េតគឺមិនចំណាយពេលវេលាអត់ប្រយោជន៍ជាមួយអស់លោកទេអស់ត្រឹមប៉ុណ្្នឹងហើយខ្ញុំគិតការជាតិព័ត៌មានជូនបងប្អូនទៅតាមការគួរបង្អែមលៀងមាត់របស់ខ្ញុំរក្សារសជាតិស្ករត្នោតកំពង់ស្ពឺកូរឲ្យឡើងឈ្ងុយឆ្ងាញ់ផ្ដល់ព័ត៌មានពិតជាជាងការពាររកដំណោះស្រាយជាជាងដោះសារមិនដូចអស់លោកប្រើនយោបាយប្រជាពិធដ្ឋហើយយូមកយករឿងបកគលយកមកវាយប្រហារគ្មានបានការអាគេកំពុងតែកាយបលាលួសជីកដីជីកអត់ព្រមទៅជួយរើទេមករករឿងខ្មែរគ្នាឯងអត់ប្រយោជន៍ឯណាណាទៅវិញស្ដាយណាស់ដែលយើងមានធនធានមនុស្សបែបនេះយើងអភ័ព្វបងប្អូនជាតិយើងអភ័ព្វណាស់ដែលមានធនធានមនុស្សបែបនេះគាត់ហៅខ្ញុំសើធនមនុស្សបែបនេះអស់លោកទេដែលជាធនមនុស្សបែបនេះមើលងាយមើលថោកមនុស្សខ្វះសុជីវធម៌ខ្វះសិលធម៌ខ្ញុំថាអស់លោកមេរបស់អស់លោកហ្នឹងក៏គួរខ្មាស់អៀនដែរដែលមានកូនចៅរបៀបលោកនេះដែលធ្វើឲ្យមុខមាត់របស់មេអស់លោកហ្នឹងវាថោកតាមលោកដែរព្រោះគេថាដឹងឆ្ងើយត្បិតដងណា
កូនសោតរែងឆ្កងត្បិតមេបាចឹងបានន័យថាបើកូនផ្ដេសផ្ដាស់បែបហ្នឹងមេបាគាត់តែប៉ុណ្្នឹងឯងពូជអញ្ចឹងខ្ញុំអត់ចង់ដៀលពូជទេប៉ុន្តែអស់លោកធ្វើឲ្យខូចពូជរបស់ក្រុមអស់លោកដែរតាហើយខ្ញុំនិយាយនេះដើម្បីលើកទឹកចិត្តឲ្យក្រុមលោកល្អទៅឲ្យថ្លៃធ្នូទៅដើម្បីប្រយោជន៍ជាតិយើងតែអស់លោកលើកមិនបាននិយាយទៅលើកស្រង់មិនបានគឺអស់លោកចង់នៅក្នុងភក់ជ្រាំសូមអញ្ជើញបន្តនៅរស់នៅក្នុងភក់ជ្រាំអវជ័យទៀតចុះណារ៉េតមួងណារ៉េតគ្មានពេលកំដរអស់លោកទេយើងនៅពិភពពីរខុសគ្នាឆ្ងាយពេកហើយសូមអញ្ជើញអស់លោកបន្តទៀតចុះវាយបហាស្អីចុះមួងណារ៉េតនឹងមិនតបតហើយនេះគឺជាសារចុងក្រោយគឺអត់មានតបតអីទាំងអស់គឺអត់រឿងបុគ្គលទេគឺរឿងជាតិមុងណារ៉េតឲ្យតម្លៃទៅរឿងជាតិធំណាស់ឬបុគ្គលនេះគឺអស់លោកកំពុងតែពង្វៀងស្ថានភាពហើយមកយកបុគ្គលមុងណារ៉េតធ្វើជាអស្ចារ្យកុំលើកខ្ញុំខ្ពស់ពេកខ្ញុំជាជនសាមញ្ញទេកុំហៅឈ្មោះខ្ញុំញាប់ពេកបានហើយបើអស់លោកហៅឈ្មោះខ្ញុំញាប់ពេកទៅធ្វើឲ្យគេស្គាល់ខ្ញុំអស់លោកអត់ចង់ឲ្យគេស្គាល់ខ្ញុំទេតែគេស្គាល់ខ្ញុំទៅតែពេលគេនេះទៅអញ្ចឹងទៅអស់លោកចាប់ផ្ដើមប្របាក់ចិត្តខ្លួនឯងទេមិនអញ្ចឹងកុំអីហីបានហើយបាច់ផ្សព្វផ្សាយឃោសនាឲ្យខ្ញុំទេខ្ញុំមានហ្វេនខ្ញុំល្មមប៉ុណ្ណឹងបានហើយខ្ញុំជាសាមញ្ញជនសាមញ្ញដែលគ្មានអ្វីក្រៅតែពីគិតប្រយោជន៍ជាតិអស់លោកគិតប្រយោជន៍ជាតិធ្វើទៅប៉ុន្តែប្រយោជន៍ជាតិរបៀបលោកស្វឹងខួបផ្សាយព័ត៌មានជេរមរាយកាយឪពុកគេនេះអស់លោកបំផ្លាញគណៈបកប្រជាជនរបស់អស់លោកទៅវិញទេសួរប្រជាពលរដ្ឋទូទាំង17លានអ្នកទៅអ្នកណាដែលគេស្រឡាញ់ពេញចិត្តអស់លោកគេអាចជ័យធ្លាក់ទឹកហើយអើដើម្បីគ្រប់គ្រងអាភាពសាហាវភាពព្រៃផ្សៃភាពអមនុស្សភាពអសិលធម៌របស់អស់លោកនឹងគេយកប្រើទេនៅពេលដែលគេអស់តម្លៃហ្នឹងគេខ្ចប់យកកវត្តចោលទេសូម្បីតែប្រជាពលរដ្ឋដែលគ្រប់គ្រងអស់លោកសពថ្ងៃហ្នឹងគឺជាคล้ายទេគឺនៅមាននរណាដែលគេគ្រប់គ្រងលោកជេរមរាយកាយឪពុកហៅម្ដាយគេសិតតែស្រីសភឹងហ្នឹងតើប្រជាពលរដ្ឋខ្មែរដែលកាន់សាសនាពុទ្ធណាគេគ្រប់គ្រងអស់លោកទៅស្ដាប់ទៅដើរសួរគេទៅបានអ្នកដែលគ្រប់គ្រងហ្នឹងហើយដល់ពេលគេសួរវិញចុះបើគេចោទធម្មតាឪពុករបស់លោកប្អូនទាំងអស់គ្នាជាស្រីសំផង់តែយើងឈឺចាប់ទេយើងអាចអត់ឈឺចាប់ដោយសារតែគ្រួសារយើងអញ្ចឹងតែគ្រួសារគេមិនអាក្រក់ដូចយើងឯណាគ្រួសារគេមានសេចក្តីថ្លៃថ្នូរសុជីវធម៌សិលធម៌ក្នុងនាមជាខ្មែរគេមានដូចលោកអស់លោកឯណាដល់អស់លោកទៅគិតថាគេដូចខ្លួនឯងដែរអានឹងវាមិនត្រូវរឿងចុងក្រោយគឺតកតងនឹងរឿងពលករកម្មករខ្មែរធ្វើបាតកម្មបិទផ្លូវនៅផ្លូវជាតិលេខ3នៅទឹកដីបរិវេណខេត្តកំពង់ស្ពឺអឺខ្ញុំមានសេចក្តីរាយការណ៍ពីខាងអង្គការលីកាដូទេហើយខ្ញុំសូមអានសេចក្តីរាយការណ៍របស់អង្គការនេះបន្តិចចុះគាត់ថាព្រឹកនេះកម្មកររាប់ពាន់នាក់បានធ្វើការជួបជុំគ្នានៅរោងចក្រតារ៉ាល់ International Co Ltd នៅក្នុងខេត្តកំពង់ស្ពឺដើម្បីតវ៉ាទាមទារឲ្យកែប្រែលក្ខខណ្ឌការងារមួយចំនួនការប្រជុំគ្នានេះកម្មករបានបិទកំណាត់ផ្លូវជាតិលេខ3នៅមុខរោងចក្រស្ថិតនៅក្នុងឃុំស្នំកពើស្រកងពិសីខេត្តកំពង់ស្ពឺទោះបីជាយ៉ាងណាអាជ្ញាធរប្រមាណជិត100នាក់បានមានវត្តមាននៅកន្លែងតវ៉ានោះដែរអាជ្ញាធរខេត្តកំពង់ស្ពឺម្នាក់ត្រូវបានរាយការណ៍ថាបានទាញខ្សែកាតការងារពីកម្មការិនីនិងទះកំភ្លៀងគាត់មួយដៃលើមុខកម្មការិនីនោះនៅពេលដែលក្រុមកម្មករស្រែកតបទៅនឹងទង្វើនេះអាជ្ញាធរនោះក៏បានបញ្ញាប់ឡើងរថយន្តនិងបើកចេញទៅបាទទោះជាយ៉ាងនេះក្តីតំណាងកម្មករប្រមាណជាង30នាក់បានចូលទៅជួបចរចាជាមួយក្រុមហ៊ុនហើយក្រុមកម្មករបានសម្រេចបើកផ្លូវឲ្យចរាចរណ៍ឡើងវិញជាបដោះអាសន្នខណៈពេលដែលពួកគេរងចាំលទ្ធផលនៃកិច្ចប្រជុំនោះបាទក្រុមហ៊ុន Taral International Co Ltd នេះគឺត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាអនុញ្ញាតឲ្យធ្វើការវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណជា26លាន6សែនដុល្លារក្នុងវិស័យកាត់ដេរដែលស្ថិតនៅក្នុងស្រុកកងពិសីខេត្តកំពង់ស្ពឺហើយការវិនិយោគនេះនៅក្នុងវិស័យនេះត្រូវបានរំពឹងទុកថាផ្ដល់ឱកាសការងារប្រមាណ6000កន្លែងបាទនេះគឺជាសេចក្តីរាយការណ៍ពីអង្គការសិទ្ធិមនុស្សលីកាដូបាទខ្ញុំស្លេះរឿងនេះត្រឹមប៉ុណ្ណេះហើយតកតងនឹងរឿងអឺព្រៃច័ន្ទនិងភូមិជោគជ័យចុងក្រោយបាទព្រៃច័ន្ទនៃភូមិជោគជ័យនេះបើតាមខ្ញុំទទួលព័ត៌មានពីសារព័ត៌មានថៃនិងផ្សាយស្រស់នេះគឺឥឡូវថៃគេដាក់លក្ខខណ្ឌទៀតបងប្អូនគេដាក់លក្ខខណ្ឌចេះថាគណៈកម្មការជំនួបរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានិងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនៅថ្ងៃខាងមុខហ្នឹងអាចនឹងលើកពេលទៀតបើគេថាអាចលើកពេលគឺថៃឥឡូវដាក់សម្ពាធខ្មែរទៀតថាបើចង់ឲ្យគណៈកម្មការនឹង
ប្រជុំបានទាល់តែដាក់របៀបវារៈនៃគម្រោងផែនការជលៀសប្រជាពលរដ្ឋចេញពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យផងដែលថៃឥឡូវនេះលោកអនុទិនច័ន្ទវរៈគុលបានថ្លែងថាតំបន់នោះគឺជាដីអធិបតេយ្យរបស់ថៃ100%ហើយត្រូវតែជំនះប្រជាពលរដ្ឋគាត់ថាលោកអនុទិនច័ន្ទវរៈគុលមានភាពទន់ភ្លន់បន្តិចដែរគាត់ថាការជំនះប្រជាពលរដ្ឋនេះមិនធ្វើដោយបង្ខំបណ្ដេញចេញតណាត់តណែងទេគឺរកនីតិវិធីជជែកជាមួយកម្ពុជាគ្រាន់តែគេគិតថាដីហ្នឹងគឺជាដីថៃ100%ហើយហ្នឹងតាមអ្វីដែលនាយករដ្ឋមន្ត្រីថៃថ្មីហើយយើងឃើញគាត់ចុះទៅព្រំដែនហ្នឹងទៅដួសបបរដួសសម្លដាក់ឲ្យទាហាននៅព្រំដែនរហូតដល់ថាសរសេរសារលើ Facebook គាត់ថាមានមោទនភាពយ៉ាងក្រៃលែងដែលបានបម្រើវីរៈបុរសរបស់គាត់របស់ថៃឃើញនាយករដ្ឋមន្ត្រីថៃប្រើសារនយោបាយដើម្បីលួងចិត្តទាហានឲ្យធ្វើប្រទេសផ្ដាស់ទៀតទេហើយលោកច័ន្ទវរៈគុលហ្នឹងថ្ងៃហ្នឹងនិយាយសារពេលចោះជួបយោធាហ្នឹងគាត់ថាអ្នកណាក៏ដោយឲ្យតាហ៊ានស្នើឲ្យបើកព្រំដែនខ្មែរថៃឡើងវិញអ្នកនោះឯងជាបំផុតពីប្រជាពលរដ្ឋថៃទ្រាំជន់សម្លាប់ឯងណាបើទៅជាអញ្ចឹងទៅវិញឃើញនយោបាយទេបងប្អូនខ្ញុំបានជម្រាបបងប្អូនឲ្យថារឿងទំនាស់ព្រំដែនកម្ពុជាថៃគឺជារឿងនយោបាយមិនមែនបច្ចេកទេសទេដូច្នេះអ្នកនយោបាយណាក៏ដោយឡើងមកគឺនឹងកេងចំណេញនយោបាយលែងនិយាយពីបច្ចេកទេសហើយឃើញដាក់សម្ពាធយើងរហូតដោយសារអីយកលេសថារឿងដាក់មីនហើយឥឡូវអត់ដោះលែងទាហានយើង18អ្នកហ្នឹងទៀតទេដោយសារថាគិតថាមានមីនមានប្រជាពលរដ្ឋមកតវ៉ាអត់ព្រមចេញពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យយកភូមិជោគជ័យនិងព្រៃច័ន្ទជាចំណាប់ខ្មាំងទៀតហើយឥឡូវនេះមកដាក់លក្ខខណ្ឌទៀតថាបើសិនជាអត់ព្រមចរចាជាមួយថៃដើម្បីយកប្រជាពលរដ្ឋនៅក្នុងភូមិព្រៃច័ន្ទនិងជោគជ័យយកមករកកន្លែងទីផ្សេងណានៅក្នុងដីខ្មែរដើម្បីឲ្យចេញឲ្យផុតពីដីថៃដែលគេអះអាងថាតំបន់ក្នុងដីថៃគឺគេនឹងមិនប្រជុំគណៈកម្មការ GBC នឹងទេរឿងនេះកាន់តែមែនតែប៉ុន្តែនៅក្នុងពេលជាមួយគ្នានេះអ្នកស្រីម៉ាលីសុជាតានឹងទៅថ្លែងសារមួយថាថ្ងៃហ្នឹងគឺថ្ងៃទី3ខែតុលាហ្នឹងក្រុមលេខាធិការគណៈកម្មការព្រំដែនយោធភូមិភាគកម្ពុជាថៃកម្រិត RBC បាទទៀបជាង GBC បន្តិចហ្នឹងគឺភូមិភាគ4ខាងកម្ពុជានិងភូមិភាគ2ថៃហ្នឹងគេបានជួបប្រជុំគ្នានៅឯច្រកអូស្មាច់ខេត្តឧត្តរមានជ័យហើយគេជួបហ្នឹងគឺដើម្បីនិយាយអំពីអារឿង GBC នេះតើនឹងជជែកអីប៉ុន្តែឥឡូវហ្នឹងបើសិនជាថៃនិយាយបែបហ្នឹងបានន័យថា GBC ហ្នឹងអាចលើកពេលទៀតលើកពេលយ៉ាងណាអវសានវត្តដែលថាត្រូវបដិញ្ញប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទនិងជោគជ័យហ្នឹងដល់ថ្ងៃ10ហ្នឹងហើយអញ្ចឹងថ្ងៃ10ដុល្លារហ្នឹងនឹងមានរឿងធំកើតឡើងហើយបងប្អូនអញ្ចឹងរឿងនេះគឺជារឿងរសើបមែនតើហើយកើតឡើងហ្នឹងគឺបានន័យថាបើថៃចាប់ផ្ដើមជំលះប្រជាពលរដ្ឋដេញប្រជាពលរដ្ឋចេញពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យច្បាស់ជាមានការតវ៉ាផ្ទុះអឺទប់ទល់គ្នាប្រវាយបន្ទប់គ្នាទៀតហើយបើសិនជាមិនមានដំណោះស្រាយអីត្រឹមត្រូវទេណាតែថៃគេនៅតែប្រកាន់ជំហរដាច់ណាត់របស់គេថាគេនឹងនៅតែអឺយកតំបន់ភូមិព្រៃច័ន្ទនិងជោគជ័យឲ្យខាងតែបានព្រោះជាដែនអធិបតេយ្យរបស់គេយើងឃើញអ្នកជើងចាស់ផ្នែកយោធាអីនៅក្នុងតំបន់ហ្នឹងនៅតែអះអាងថាព្រៃច័ន្ទឬក៏ភូមិជោគជ័យតំបន់នងច័ន្ទហ្នឹងគឺជាដីខ្មែរអីចឹងខ្ញុំថាអស់លោកទាំងអស់គ្នាសុទ្ធតែជាបញ្ញវន្តបណ្ឌិតអ្នកដែលមានបទពិសោធន៍ទាហានជើងចាស់អីនេះឯងហើយដែលជាសាកសីរស់ហ่าបងប្អូនហើយសាកសីរស់បែបនេះឯងយើងអត់ព្រមកុំនិយាយផ្សាយតាមបណ្ដាញសង្គម Facebook អីអត់ប្រយោជន៍អស់លោកនិយាយអីនិយាយប៉ុន្តែជួយគ្នាដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ណបានគេស្ដាប់យើងនិយាយហ្នឹងគ្រាន់តែបានស្អំចិត្តប្រជាពលរដ្ឋថាហ្នឹងដីយើងប៉ុន្តែតើតយកវាទៅដាក់ក្នុងភស្តុតាងតុលាការហើយប្តឹងទៅគេអាហ្នឹងបានយើងបានមកវិញបើអត់ទេយើងនឹងបាត់វាជារៀងរហូតហើយបងប្អូនបាទខ្ញុំសូមឆ្លេះស្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណេះសិនចុះហើយបង្អែមលៀមមាត់មួយខ្ទះធំនេះគឺសង្ឃឹមថាធ្វើឲ្យបងប្អូនទទួលទានដំណេកអឺជាមួយនឹងព័ត៌មានខ្លះក៏វាល្អខ្លះក៏វាគ្រូតគ្រៀតរកម្មចិត្តអីដែរតែយ៉ាងណាព័ត៌មានពិតវាតែអញ្ចឹងឯងបងប្អូនពាក្យពិតវារែងស្លែងមិនមែនជាព័ត៌មានពិធីសារពីលួងចិត្តអីទេដូច្នេះវាត្រូវលោកប្រុសខុសចិត្តលោកស្រីសូមប្រសិទ្ធពរជ័យសិរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការដល់បងប្អូនខ្មែរយើងទាំងអស់គ្នាសូមឲ្យបរិវាសជាឆ្ងាយពីបញ្ហាវិបត្តិអីផ្សេងទៀតសូមឲ្យដំណោះស្រាយព្រំដែននេះឆាប់បានវិលទៅរកភាពប្រក្រតីឡើងវិញហើយក៏សូមអន្តង
សូមឲ្យដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរគ្រប់ជំនាន់អង្ទងមេដឹកនាំខ្មែរឲ្យស្រស់គ្នាដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងតុលាការព្រហ្មទណ្ឌអន្តរជាតិពីការបំពានរបស់ថៃឈ្លានពានដីខ្មែរហើយត្រូវតែដាក់ឲ្យប្រញាប់តាមដែលអាចធ្វើទៅបានបើអស់លោកថាបានដាក់ហើយដាក់ទៀតព្រោះអីនៅរឿងច្រើនណាស់រឿងច្រកអានសេះរឿងភ្នំទ្រាប់រឿងអីហ្នឹងរឿងរហូតទៅដល់តាក់ទងនឹងព្រៃច័ន្ទនិងភូមិជោគជ័យអីហ្នឹងសុទ្ធតែរឿងដែលត្រូវដាក់នៅក្នុងបណ្ដឹងហ្នឹងទាំងអស់បាទសូមអរគុណច្រើនសូមជម្រាបលា